ngày nay ăn đốt tục thế nào buồn cái này mình ban đốt tục té là sụp lạnhថ្ងៃនេះខ្ញុំនឹងប្រើជីវិតផ្សងព្រេងពេញមួយថ្ងៃនៅលើបឹងទន្លេសាបជាមួយបងប្អូនអ្នកវត្តអរញ្ញខេត្តសៀមរាបហើយការផ្សងព្រេងរបស់ខ្ញុំនេះដែរគឺជាមួយនឹងទូរស័ព្ទដៃស៊េរីថ្មីរបស់ Xiaomi Redmi 15ហើយខ្ញុំនឹងប្រើវាទៅលើការថតរូបថតវីដេអូសម្រាប់ការផ្សងព្រេងមួយនេះចំពោះ Xiaomi Redmi 15វាដំណើរការដោយប្រទេស chip Snapdragon 685ទំហំ6 nanometer CPU Qualcomm Adreno ដែលមានល្បឿនរហូតដល់ 2.8 GHz ជាមួយនឹង GPU Qualcomm Adreno ដែលមានអង្គផ្ទុកទិន្នន័យ RAM ទំហំ8 GB Memory 128 GB សម្រាប់តម្លៃ$139និង RAM 8 GB Memory 256 GB សម្រាប់តម្លៃ$159មិនតែប៉ុណ្ណោះវាក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់2 TB ផងដែរយើងងាកមកមើលអេក្រង់របស់វាវិញមានទំហំ 6.9 អ៊ីង Full HD Plus ដែលមានកម្រិតបង្ហាញ 2340 គុណនឹង 1080 pixel ជាមួយនឹងល្បឿន refresh rate រហូតដល់ 144 Hz មិនតែប៉ុណ្ណោះអេក្រង់របស់វាក៏ទទួលបានវិញ្ញាបនបត្រចំនួន3ពី TUV Regrand ផងដែរទៅលើការទស្សនានិងការកម្សាន្តនិងបច្ចេកវិទ្យាការពារភ្នែកចំពោះកាមេរ៉ាខាងក្រោយរបស់ Redmi 15 នេះដែរវាមាន lens gold ទំហំ 50 megapixel បូកជាមួយនឹង lens ជំនួយ AI ចំនួន2គ្រាប់និងកាមេរ៉ាខាងមុខទំហំ 8 megapixel ដែលធ្វើឲ្យយើងធ្វើការថតរូបថតវីដេអូបានដោយរលូននិងមានភាពច្បាស់ពណ៌ដិតស្រស់ល្អអាចទទួលយកបានបើយើងប្រៀបធៀបជាមួយនឹងផលិតផលដែលគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នាប៉ុន្តែប៉ុណ្ណោះបើសិនជាយើងប្រៀបធៀបជាមួយនឹងថាមពលថ្មរបស់វាវិញវាមានថាមពលថ្មធំរហូតដល់ 7000 mAh ដែលអាចសាកថ្មល្បឿនលឿនរហូតដល់ 33 វ៉ាត់មិនតែប៉ុណ្ណោះវាក៏អាចសាកទៅឧបករណ៍ដទៃបានរហូតដល់ 18 វ៉ាត់ផងដែរថាមពលថ្មធំប៉ុណ្ណេះវាអាចឲ្យយើងធ្វើការទស្សនានិងការប្រើប្រាស់បានរហូតដល់ 2 ទៅ 3 ថ្ងៃស៊ីផុយបូកផ្សំជាមួយនឹងបច្ចេកវិទ្យាថ្មីៗ scan ក្រយៅដៃនៅផ្នែកចំហៀង scan មុខ AI ជាមួយនឹងប្រព័ន្ធការពារទឹក IP64 បច្ចេកវិទ្យាសំឡេង Hi-Res Audio Dolby Atmos ប្រព័ន្ធបញ្ជាគ្រឿងអេឡិចត្រូនិក IR Remote ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Xiaomi HyperOS 2.0 ដែលបំពាក់មកលើទូរស័ព្ទដៃសម្រាប់ថវិកាមួយនេះតើអ្នកនរគ្នាគិតយ៉ាងណាដែរសូម comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងងាកមកមើលដំណើរកម្សាន្តផ្សងព្រេងរបស់យើងវិញយើងជួបជុំគ្នានៅភូមិវត្តអរញ្ញហើយបន្តដំណើរទៅកំពង់ទូកនៅភ្នំក្រោមបន្ទាប់ពីជួបជុំគ្នាបងអត់ប្រអងយូរទេគឺគាត់នឹងរៀបចំលើកអវ៉ាន់និងគ្រឿងសម្ភារៈមួយចំនួនដាក់ចូលទៅក្នុងទូកហើយគាត់ក៏មានការខ្លះសេភេទជ្ជៈត្រជាក់ផងដែរពួកការធ្វើដំណើររបស់យើងនឹងដែរគឺយើងទៅចំនួន4ស្មាច់បន្ទាប់ពីការជួបជុំគ្នារួចរាល់ផងដែរពួកយើងក៏អត់មានបងអង្គយូរដែរគឺយើងធ្វើការចេញដំណើរទៅតែម្ដងបន្ទាប់ពីការបោបាញ់មកសន្ទុះធំគឺបានច្រើនមែនទែនបងប្អូនហើយបងគាត់ចាប់ដើមធ្វើម្ហូបបដាហើយពោះមុខម្ហូបវិញគឺប្លែកមែនទែនបងប្អូនគឺមានការកែច្នៃជាលំដាប់ហ្មងហើយនេះគឺជាលើកទី1ហើយធ្វើអារម្មណ៍មួយដែលថាមានអារម្មណ៍ថាប្លែកទៅលើការដំណើរកម្សាន្តមួយហ្នឹងណាហើយប្រើជីវិតនៅផ្ទៃទឹកហើយបន្ទាប់ពីញ៉ាំអាហារពេលថ្ងៃជុំគ្នារួចរាល់ហើយពួកយើងក៏បន្តយុទ្ធនាការបន្តទៀតត្រង់មកត្រង់cái đọng ngô vậy nè đây cả nhà bà rồi chặt tại đây của bà đây cái đó rồi chặt tại đây của bà đâyបន្ទាប់ពីការបាញ់កណ្ដោរយៈពេលមួយសន្ទុះធំដែរគឺបានច្រើនមែនទែនបងប្អូននេះតាមមកទូកនេះណាយើងនឹងមានទូកផ្សេងទៀតអញ្ចឹងគឺច្រើនមែនទែនហើយថ្ងៃក៏រៀងរសៀលដែរពួកយើងក៏បានរៀបចំជួបជុំគ្នាហើយធ្វើដំណើរត្រឡប់ទៅវិញដល់យើងឡើងមកវិញហ្នឹងបាទមួយថ្ងៃហ្នឹងមិនដែរអញ្ចឹងវីដេអូប្រើជីវិតពេញមួយថ្ងៃជាមួយនឹង Redmi 15នៅលើផ្ទៃទឹកគឺយើងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់